កាន់តែអស្ចារ្យក្រោយដឹងរឿងដំណាលអំពីប្រវត្តិដុំថ្មដ៏ស័ក្តិសិទ្ធិដែលតម្កល់ព្រះកេសារបស់ព្រះពុទ្ធនៅបបេះទៅនឹងគែមជ្រោះក៏ប៉ុន្តែនៅតែអាចតោងជាប់ហើយជួបគ្រោះរញ្ជួយដីជាច្រើនលើកច្រើនសារនៅតែមិនអីនោះព្រះសក្យមនីចេតិយដែលមានឈ្មោះថាឌីយ៉ូហៅថាដុំថ្មមាសដែលមានកម្ពស់7ម៉ែត្រនិង30សង់ទីម៉ែត្រត្រូវបានគេដឹងថាគឺជាកន្លែងស័ក្តិសិទ្ធិបំផុតទី3នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងជាកន្លែងដែលតម្កល់ព្រះកេសារបស់ព្រះសម្មាសម្ពុទ្ធដោយអ្នកខ្លះលើកឡើងថាតម្កល់1សរសៃអ្នកខ្លះថាតម្កល់3សរសៃអ្នកខ្លះថាតម្កល់6សរសៃឬក៏8សរសៃជាដើមប៉ុន្តែបើយោងតាមរឿងព្រេងបានដំណើរយ៉ាងដូចនេះថាដើមឡើយមានតាបម្នាក់ដែលចិត្តទៅនឹងស្លាប់ទៅហើយបានជួបព្រះសម្មាសម្ពុទ្ធហើយព្រះសម្មាសម្ពុទ្ធក៏បានដកព្រះកេសាមួយសរសៃរបស់ព្រះអង្គឲ្យទៅតាបរូបនោះបន្ទាប់មកតាបរូបនោះបានរក្សាព្រះកេសារបស់ព្រះសម្មាសម្ពុទ្ធជាប់ទៅនឹងភ្នួងសក់របស់ខ្លួនមិនឲ្យបាត់បង់ទៅណានោះឡើយប៉ុន្តែមុននឹងស្លាប់លោកតាបោះចង់បានព្រះចេតិយមួយទុកជាទីសក្ការៈបូជាហើយថ្មដូចជាភ្នួងសក់របស់គាត់អីចឹងដែរលោកដសកទេវរាជដឹងរឿងនេះក៏ជួយធ្វើអន្តរាគមន៍នៅក្នុងការកសាងព្រះចេតិយដោយទៅយកថ្មនៅក្នុងឋានភុជង្គនេះហើយក៏រកឃើញភ្នំទីយ៉ូដែលជាកន្លែងស័ក្តិសិទ្ធិបំផុតសម្រាប់តម្កល់ថ្មមួយដុំនេះរួចក៏យកព្រះកេសារបស់ព្រះសម្មាសម្ពុទ្ធមួយសរសៃនោះមកទ្រពីក្រោមដើម្បីទប់កុំឲ្យរមៀលធ្លាក់ទើបនៅជាប់លើគែមនៅភ្នំទីយ៉ូដែលមានកម្ពស់1100ម៉ែត្រពីនីវ៉ូសមុទ្ររហូតដល់សព្វថ្ងៃទៅហើយអ្វីដែលកាន់តែសឹងមិនគួរឲ្យជឿនោះអំឡុងរំជួយដីភ្នំទីយ៉ូបានរង្គើទៅហើយក៏ប៉ុន្តែដុំថ្មមាសដ៏ស័ក្តិសិទ្ធិមួយដុំនេះនៅតែអណ្ដែតនៅលើអាកាសមិនរមៀលធ្លាក់ទៅណានោះឡើយរឿងដ៏អស្ចារ្យមួយទៀតគឺទូកដែលប្រើប្រាស់ដើម្បីដឹកដុំថ្មនេះមកតម្កល់នៅភ្នំទីយ៉ូនោះក្រោយបញ្ចប់កិច្ចការរួចក៏បានប្រែក្លាយទៅជាថ្មដែរនៅចម្ងាយប្រហែលជា300ម៉ែត្រអំពីព្រះសក្យមនីចេតិយទីយ៉ូហើយក៏ក្លាយទៅជាកន្លែងសក្ការៈបូជាដ៏ស័ក្តិសិទ្ធិមួយដែរសូមបញ្ជាក់ថាតួលេខអ្នកស្លាប់ដោយសារតែរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាឥឡូវនេះមានការកើនឡើងរហូតដល់ជាង2000នាក់ទៅហើយ